ព័ត៌មានទី1នេះគឺមែនតើមិនមែនជារឿងអីប្លែកថ្មីអីប្រហែលទេគឺជាព័ត៌មានដដែលដែលមិនគួរឲ្យភ្ញាក់ផ្អើលព្រោះអីរដ្ឋាភិបាលកម្ពុជានៅតែបន្តដូចថាធ្វើទុកបុកម្នេញគណៈបកប្រឆាំងសម្លេងប្រឆាំងជាហោហែអញ្ចឹងមកទេប្រជាពលរដ្ឋខ្មែរស៊ាំហើយសហគមន៍អន្តរជាតិក៏ស៊ាំដែរក៏ប៉ុន្តែគឺម្សិលមិញនេះគឺថ្ងៃទី22ខែមិថុនាគឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីរាយការណ៍ឬក៏របាយការណ៍ដែលមានកម្រាស់វែងអន្លាយច្រើនទំព័របាទដែលសរសេររៀបរាប់លម្អិតអំពីបញ្ហាដែលកើតឡើងនៅប្រទេសកម្ពុជាដែលអង្គការនេះបានដាក់ចំណងជើងធំហើយបងប្អូនតើអង្គការនេះផ្សាយគឺល្បីជុំវិញពិភពលោកគឺល្បីរឿងខ្មែរមិនមែនល្បីល្អទេគឺល្បីអាសោចតែម្ដងគឺរឿងអាស្រូវអញ្ចឹងតែម្ដងការផ្សាយរបស់អង្គការអន្តរជាតិមួយនេះគឺទោះជាយើងខំបិទបាំងយ៉ាងណាក៏ដូចយកចង្អេរទៅបាំងតម្រៃងាប់អញ្ចឹងឬក៏យកដៃទៅបាំងព្រះអាទិត្យដែរចំណងជើងធំគឺដាក់ថាប្រទេសកម្ពុជាការបង្ខិតបង្ខំឲ្យសារភាពបំបិតសម្លេងសកម្មជននិងបកប្រឆាំងបាត់ចោតប្រឌិតនិងការចោតប្រកាន់ដោយបំពានជំរុញឲ្យមានការចោះចូលជាមួយនឹងគណៈបកកណ្ដាលអំណាចបាទរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នេះគឺសិក្សាស្រាវជ្រាវវីដេអូចំនួនជាង100វីដេអូបាទវីដេអូដែលគាត់សិក្សាស្រាវជ្រាវហ្នឹងគឺមានជាង140វីដេអូឯណោះដែលអ្នកដែលជាប់ពន្ធនាគារដែលជាសកម្មជនគណៈបកប្រឆាំងប្រកាសថ្លែងសារសុំទោសលោកហ៊ុនសែនចំពោះកំហុសឆ្គងដែលអត់បានប្រព្រឹត្តដើម្បីបានរួចទោសពីការចោទប្រកាន់ផ្នែកនយោបាយហើយបាននៅក្រៅឃុំអីអញ្ចឹងទៅបាត់បង់សិទ្ធិនយោបាយឬក៏សម្លាប់ជីវិតនយោបាយរបស់គាត់តែម្ដងអញ្ចឹងរឿងនេះធ្វើជាហូរហែបើនៅកម្ពុជារដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកប្រជាជនកម្ពុជាគឺយកជាយុទ្ធនាការបំបាក់ស្មារតីក្រមប្រឆាំងដើម្បីឲ្យជឿថាក្រមប្រឆាំងគឺបាយបិណ្ឌជាបាយបាតអញ្ចឹងទេគឺប្រព្រឹត្តអំពើខុសច្បាប់ខ្លួនឯងចុងក្រោយសារភាពអីអញ្ចឹងទៅឲ្យចោះចូលជាមួយរដ្ឋាភិបាលទៅឲ្យគិតថារដ្ឋាភិបាលអត់មានធ្វើអីខុសទេគឺក្រមប្រឆាំងខ្លួនឯងទេដែលខុសប្រព្រឹត្តខុសសារភាពកំហុសជាប់គុកបានមកបន្ទុះក៏គេដោះលែងឲ្យទៅចោះចូលឲ្យទូនាទីតំណែងលៀបបាទខ្ញុំសូមអធិស្ឋានដោយសារតែថ្ងៃនេះវាដូចជារអាក់រអួលបញ្ហាបច្ចេកទេសខ្ញុំនឹងដោះស្រាយបញ្ហាបច្ចេកទេសមួយទៀតរឿងមីក្រូដែលរអាក់រអួលវារឿងមធ្យមឥឡូវចូលដល់បញ្ហារឿងរអាក់រអួលអ៊ីនធឺណិតទៀតខ្ញុំសូមអធិស្ឋានបងប្អូនខ្ញុំកំពុងតែដោះស្រាយបញ្ហានេះបើសិនជាបងប្អូននៅលឺខ្ញុំសូមដាក់មេដៃមកមួយទៀតខ្ញុំដូចជារអាក់រអួលមែនតើថ្ងៃនេះខ្ញុំសូមអធិស្ឋានអាចមកពីបញ្ហាឡាលួលផ្នែកបច្ចេកទេសខ្លះផងរឿងមីក្រូហ្នឹងខ្ញុំដោះស្រាយបានហើយបាទឥឡូវខ្ញុំតទៅទៀតបងប្អូនម្ដងទៀតថ្ងៃនេះឡាលួលមែនតើបងអែមលៀងមាត់ខ្ញុំនេះគឺមកផ្ទះធំនេះគឺមិនដឹងតើអាចនឹងបកគលជូនបងប្អូនបានគ្រប់តាមសំណើឬយ៉ាងណាទេព្រោះអីម្ដងមានបញ្ហាមីក្រូម្ដងមានបញ្ហាអ៊ីនធឺណិតតែយ៉ាងណាម្នាក់ឯងសិតសាតបើលឺខ្លះក៏យកទៅបើអត់ខ្លះក៏មិនដឹងធ្វើយ៉ាងម៉េចទេតែខ្ញុំឃើញបងប្អូនថាលឺឥឡូវបន្តទៅទៀតតកតងនឹងរឿងអង្គការលើកឡើងសំទោសអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះគាត់លើកឡើងចេះពេលដែលគាត់យកអាវីដេអូទាំង140ជាងនៃអ្នកដែលសុំទោសហ្នឹងណាពួកគាត់យកមកវិភាគគាត់គិតថាអ្នកទាំងអស់នោះគឺសុំទោសដើម្បីជាការដោះដូររងការដូចថាជាសម្ពាធយុទ្ធនាការរបស់គណៈបកកណ្ដាលអំណាចប៉ុណ្ណោះនៅក្នុងការធ្វើទុកបុកម្នេញសម្លេងប្រឆាំងដើម្បីឲ្យចោះចូលដើម្បីឲ្យសុំទោសហើយដើម្បីនឹងគម្រាមបង្ក្រាបសម្លេងប្រឆាំងអញ្ចឹងជាសរុបមកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះរកឃើញថារដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកកណ្ដាលអំណាចមិនបានរៀបចំឲ្យមានរបៀបដឹកនាំឬក៏ថាលំហប្រជាធិបតេយ្យរបៀបសេរីត្រឹមត្រូវយុត្តិធម៌ទេគឺយើងធ្វើបាបសម្លេងប្រឆាំងដើម្បីឲ្យខ្លួនឯងខ្លាំងក្នុងន័យនេះគឺបានន័យថាគេចង់និយាយថាធ្វើបាបគេឬក៏ធ្វើទុកបុកម្នេញគេដោយយកប្រព័ន្ធច្បាប់ដែលជាប្រព័ន្ធតុលាការប្រព័ន្ធដូចថាយកផ្សព្វផ្សាយចម្លើយសារភាពរបស់ដែលជនរងគ្រោះនៃការធ្វើទុកបុកម្នេញផ្នែកនយោបាយដែលជាក្រមប្រឆាំងហ្នឹងយកទៅផ្សព្វផ្សាយជាសាធារណៈជាការបន្ទាបបន្ថោកតម្លៃក្រមប្រឆាំងធ្វើបាបផ្នែកនយោបាយគំរាមអ្នកដទៃទៀតឲ្យដឹងថាបើអ្នកឯងមិនសុំទោសទេគឺនឹងជាប់គុករហូតតតែចាប់ពីពន្ធនាគារហើយលើកក្រោយមកធ្វើនយោបាយបើអត់សមទោសហ្នឹងអាចនឹងជាប់គុកអីទៀតអញ្ចឹងទៅគឺថាជាការគំរាមកំហែងបំបាក់ស្មារតីធ្វើឲ្យប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សសេរីភាពសិទ្ធិនយោបាយនិងធ្វើយ៉ាងម៉េចដើម្បីតែបំពេញបំណងចង់ក្រាញអំណាចរបស់គណៈបកកណ្ដាលអំណាចអញ្ចឹងជារួមគឺគេបានបើតាមអង្គការនេះសរុបមកគឺអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឬក៏គណៈបកកណ្ដាលអំណាចធ្វើនេះគឺជាយន្តការបំបាក់ស្មារតីក្រមប្រឆាំងធ្វើទុកបុកម្នេញក្រមប្រឆាំង
ហើយនឹងធ្វើឲ្យការបោះឆ្នោតនៅពេលខាងមុខនេះមិនមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ទេអញ្ចឹងគេពុំមានរួចទៅហើយបានន័យថាការបោះឆ្នោតដែលបំផ្លាញក្រុមប្រឆាំងបែបនេះគឺជាចេតនាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនយោបាយហើយក៏អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយបន្តឃ្លាំមើលរដ្ឋាភិបាលកម្ពុជាតាក់ទងនឹងបញ្ហានេះដែរបាទឥឡូវនេះកម្ពុជារងសម្ពាធទៀតហើយតាក់ទងរឿងសិទ្ធិមនុស្សនិងសេរីភាពអីចឹងដែលខ្លួនអះអាងថាគេមិនមានទេអ្នកទោសមនសិការមានតែអ្នកមនសិការមិនមានទោសហ្មិចនោះមិនមានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយជាប់ទោសឧក្រិដ្ឋដែលគេកាត់តាមដំណើរអីចឹងទៅកាត់តាមដំណើរនៅពេលដែលសុំទោសសុំអីរួចខ្លួនទាំងអស់តាមពិតរឿងនេះគឺជារឿងនយោបាយសុទ្ធសាធដែលជាការគម្រាមកំហែងហើយរបៀបរបបនៃការដែលយកចម្លើយសារភាពរបស់ដែលអ្នកប្រឆាំងយកទៅផ្សាយហ្នឹងគឺបំបាក់ស្មារតីអ្នកប្រឆាំងមួយជ្រុងហើយគឺមិនន័យថារូបភាពនេះគឺស្តៀងសម័យខ្មែរក្រហមអញ្ចឹងបងប្អូនសម័យខ្មែរក្រហមគឺនៅពេលដែលគេយកអ្នកណាម្នាក់មកវាយដកកញ្ចក់បច្រកទឹកឬក៏ចងជើងឡើងលើឲ្យបញ្យួរក្បាលជ្រលក់នៅក្នុងពាងទឹកអីអញ្ចឹងទៅនៅពេលដែលគ្នាចង់ដាច់ខ្យល់ស្លាប់ដែលមិនអាចទ្រាំនឹងការធ្វើទរណកម្មបានហ្នឹងក៏ចាប់ផ្ដើមឆ្លើយសារភាពថាខ្លួននឹងជាគិញជារនុកក្នុងរបស់អាមេរិក CIA KGB របស់រុស្ស៊ីឬអីចឹងទៅដែលធ្វើឲ្យយកអាសាររបស់គាត់នឹងយកទៅអាននៅតាមសហករណ៍ចាក់នៅតាមមេក្រូឬក៏ផ្សាយជាសាធារណៈដែលមែនតើវាមិនមែនជាការពិតទេវាធ្វើឲ្យមនុស្សម្នាក់ដែលយើងវាយគ្នាឆក់សេភ្លើងដកកញ្ចក់យកក្អែបយកអីឲ្យខំរួចទៅយកមកយកចម្លើយគ្នាយកមកផ្សាយថាគ្នានឹងឯងក្បត់ជាតិអីចឹងទៅហើយចម្លើយសារភាពទាំងអស់នៅក្នុងគុកទួលស្លែងជាពិសេសជាលទ្ធផលមានតែសាលាក្តីខ្មែរក្រហមមួយទេដែលផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះនៃអំពើអយុត្តិធម៌ហ្នឹងហេតុអីបើខ្ញុំនិយាយចឹងសាលាក្តីខ្មែរក្រហមគឺមិនទទួលយកចម្លើយសារភាពណាមួយមកធ្វើជាភស្តុតាងដែលមានតម្លៃដើម្បីជំនុំជម្រះក្តីអីទាំងអស់ដោយសារតែគេផ្ដល់ថាការដែលបានចម្លើយសារភាពដោយការធ្វើទរណកម្មគឺជាអំពើខុសច្បាប់ទី1ហើយមិនអាចយកមកធ្វើជាភស្តុតាងនៅក្នុងសាលាក្តីជំនុំជម្រះរោគយុត្តិធម៌ទាំងរត់យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងយុត្តិធម៌សម្រាប់ជនប្រព្រឹត្តបានទេគឺគេមិនយកជាបានការអញ្ចឹងតុលាការសម្រេចច្រានចោលរាល់ភស្តុតាងពីមជ្ឈមណ្ឌលឯកសារកម្ពុជា DCCAM មកចោលច្រើនណាស់ឯកសារចម្លើយសារភាពនេះគេចាត់ទុកថាជាការធ្វើទរណកម្មមិនអាចនឹងយកមកជាសេចក្តីពិតបានទេគេសម្រេចចុងក្រោយគឺគេយកបានតែខ្លឹមសារខ្លីៗដែលនិយាយពីអង្គហេតុពិតឧទាហរណ៍ថ្ងៃចូលកាត់ចូលទៅសួរចម្លើយថ្ងៃម៉ានថ្ងៃយកទៅសម្លាប់ថ្ងៃម៉ានថ្ងៃវាយដំថ្ងៃស្អីចឹងកាត់ឆ្លើយចម្លើយអីហ្នឹងគឺយកតែការបរិច្ឆេទឈ្មោះខ្លែងឈ្មោះអីដែលភេទឬក៏ទួលនីតិដែលជនរងគ្រោះហ្នឹងឆ្លើយនៅក្នុងចម្លើយហ្នឹងគេយកមកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនរងគ្រោះតែប៉ុណ្ណឹងតែបើយកចម្លើយថាអូខ្ញុំជាខ្មាំងស៊ីរូងផ្ទៃក្នុងខ្ញុំធ្វើនេះគឺដើម្បីបំរើមហិច្ឆតាយួនឬក៏ខ្ញុំធ្វើនេះដើម្បីបំរើមហិច្ឆតាក្រុមពួកនេះពួកប្រឆាំងនឹងពួកក្បត់ជាតិអីចឹងគឺគេអត់យកជាការបានទាំងអស់ព្រោះដោយសារថានេះគឺជាការបង្ខំឲ្យគ្នាធ្វើអញ្ចឹងទៅបាទឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណឹងបងប្អូនតាក់ទងនឹងការធ្វើបាបសម្លេងប្រឆាំងឲ្យលឺខ្លាំងដល់អង្គការសិទ្ធិមនុស្សនេះគឺមុខមាត់របស់ជាតិសាសន៍យើងគឺបានតែប៉ុណ្ណឹងបងប្អូនយើងអត់ស្ដារយើងអត់កែហើយយើងគិតថាធ្វើទៅស្អំចិត្តប្រជាពលរដ្ឋក្នុងស្រុកប្រជាពលរដ្ឋគ្នាបាក់ស្បាតចេះតែជឿចេះតែលឺទៅប៉ុន្តែនៅខាងក្រៅគឺគេថាយើងនឹងបំផ្លាញយើងកំទេចយើងអញ្ចឹងអាមុខមាត់កិត្តិយសគេឈ្មោះជាតិយើងនឹងវារិចរិលបន្តិចម្ដងយើងអស់ញៀនអស់អីដល់ពេលមានការអីអត់អ្នកណាជួយយើងសោះជាពិសេសគឺរឿងឆ្លោះមួយថៃហ្នឹងអត់មានអន្តរជាតិណាមកនៅខាងខ្មែរសោះព្រោះគេគិតថាមេដឹកនាំរបស់យើងហ្នឹងប្រព្រឹត្តអំពើខុសច្រើនពេកអន្តរជាតិអញ្ចឹងគេលែងទុកចិត្តយើងគេថាយើងប្រព្រឹត្តខុសជាមួយខ្មែរគ្នាឯងដល់អញ្ចឹងទៅវាយជាមួយថៃក៏គេអត់មានទៅថ្កោលទោសថៃបានន័យថាគេគិតថាយើងស្មោកគ្រោកដូចគេដែរយើងជាជនរងគ្រោះសោះរឿងចំនួនជាមួយព្រំដែនថៃដែលគេទម្លាក់គ្រាប់ស្លាប់ទាហានយើងរាប់សិបនាក់ហ្នឹងគឺយើងរងគ្រោះដោយគ្រាប់បែកគ្រាប់ប្លង់របស់ F16 ថៃតែយើងត្រូវខ្លាយទៅជាអ្នកគេហៅថាដៃគូប្រយុទ្ធដ៏ស្មោកគ្រោក nasty fighters ដូចតាត្រាំថាអញ្ចឹងវាអកុសលអញ្ចឹងបងប្អូនបាទឥឡូវក្នុងពេលជាមួយគ្នាហ្នឹងដែលយើងឮសូរទុកបុកម្នេញគណៈបកប្រឆាំងជាមួយសកម្មជនហ្នឹងរំលាយគណៈបកសង្គ្រោះជាតិយកតំណាងរាស្ត្រគេ55កៅអីនេះទៅចែកគ្នាដូចនំហើយបោះឆ្នោតមួយដែលគ្មានគណៈបកប្រឆាំងហើយគណៈបកភ្លើងទៀនមិនដឹងឯងមករៀងរើបមករំលាយគេឬក៏ថាមិនអោយគេចូលរួមបោះឆ្នោតដោយសារអស់ឯកសារបាត់ឯកសារអីឡាក់នឹងឡាក់អីចឹងទៅជុំតែគ្នាឯងដល់ឥឡូវបង្កើតគណៈបកទូចនឹងបានមានអីចេះតែប្រមូលគ្នាទៅដើម្បីនឹងយកទៅតតាំងវិញឥឡូវចាប់ផ្ដើមមានរឿងទៀតទៅចាប់មេគេដាក់គុក
ដកសិទ្ធិនយោបាយឥឡូវទីប្រឹក្សាមេគេហ្នឹងក៏ដាក់ជាប់ទោសជាប់តន់ឥឡូវដកសិទ្ធិនយោបាយដូចជាលោករងឈុនលោកស៊ុនចន្ទធីអីហ្នឹងលោកកឹមសុខាគណៈបកសង្គ្រោះជាតិហ្នឹងក៏គ្មានសិទ្ធិនយោបាយអីសពបែបយ៉ាងហើយឥឡូវអស់ប៉ុណ្ណឹងមិនទាន់អស់ចិត្តទៀតដោយឃើញគណៈបកនយោបាយផ្សេងហ្នឹងចាប់ផ្ដើមរើបមកខ្លាចបាត់ប្រជាប្រិយរបស់ខ្លួនមិនអាចប្រកួតប្រជែងបានឈ្នះគេចាប់ផ្ដើមបំផ្លាញទៅបង្កើតក្រុមចលនា100រាត្រីអីណាហ្នឹងទៅចេញសារដើម្បីឲ្យគណៈបកណាមួយនោះគឺកម្លាំងជាតិអីមិនដឹងទេទៅផ្ដាច់ខ្លួនចេញពីសក់លោកសំរាំងស៊ីឯណានៅបារាំងឯណានោះដែលគ្នាគ្មានរចនាសម្ព័ន្ធនោះចិត្តតែប្រហើអញ្ចឹងទៅដើម្បីធ្វើយ៉ាងម៉េចឲ្យធ្វើទុកបុកម្នេញឲ្យប្រជាពលរដ្ឋស្អប់លោកសំរាំងស៊ីថាអ្នកណាក៏ដោយឲ្យតែអនុវត្តគោលនយោបាយស្តៀងនឹងគំនិតរបស់លោកសំរាំងស៊ីគឺជាជនក្បត់ជាតិជាអ្នកដែលនិយាយទៅគឺធ្វើឲ្យអ្នកណាក៏ដោយពាក់ព័ន្ធលោកសំរាំងស៊ីគឺជាមនុស្សចង្រៃអញ្ចឹងណាឲ្យបំបាក់លោកសំរាំងស៊ីឲ្យគិតថាគាត់ជាមនុស្សចង្រៃតាមពិតយើងចង្រៃតាយើងទៅដើមបំផ្លាញចាប់រំលោភធ្វើបាបគេយកប្រព័ន្ធតុលាការប្រព័ន្ធព័ត៌មានប្រព័ន្ធឃោសនាឃោសនិកធ្វើបាបយាយីគ្នាហើយទៅធ្វើបាបគេនៅស្រុកក្រៅចោតគ្នាជនរងគ្រោះអ្នករំលោភគេសោះយើងទៅចោតជនរងគ្រោះថាជាអ្នករំលោភយើងវិញអានេះគឺជាអំពើបាបកម្មធំណាស់បងប្អូនឥឡូវនេះអស់ពីគណៈបករើបមកចង់រំលាយគេទៀតរឿងគណៈបកសង្គ្រោះជាតិអត់ព្រមស្ដារឲ្យគេវិញទេសហគមន៍អន្តរជាតិគេដក EBA 20%ដាក់ទណ្ឌកម្មអាមេរិកដាក់ទណ្ឌកម្ម GSP អត់ទាន់ឲ្យវិញហ្នឹងដោយសាររឿងរំលាយគណៈបកសង្គ្រោះជាតិនឹងធ្វើទុកបុកម្នេញសកម្មជនប្រឆាំងអត់កែអត់អីឥឡូវមករំលាយគណៈបកផ្សេងទៀត